សេចក្តីថ្លែងការណ៍ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃកាលពីព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2025ស្ថិតនៅភូមិដីជោមរកតឃុំមរកតស្រុកជាំសានខេត្តព្រះវិហារនាថ្ងៃទី29ខែឧសភាឆ្នាំ2025វេលាម៉ោង 15:30 នាទីរសៀលនាយឧត្តមសេនីយ៍ម៉ៅសុផាន់អគ្គមេបញ្ជាការរងមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទនិងនាយឧត្តមសេនីយ៍បាណាក្លែវផ្លត់ធូបមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃបានជួបចរចានៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជាថៃច្រកព្រំដែនចុងចោមអូស្មាច់ដោយទទួលបានលទ្ធផលដូចខាងក្រោមទី1ភាគីទាំងពីរបន្តដោះស្រាយស្ថានភាពតាមគ្រប់យន្តការដែលមានស្រាប់ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ JBC គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC និងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃដើម្បីព្រំដែនប្រទេសយើងទាំងពីរក្លាយជាព្រំដែនសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍទី2បន្តគ្រប់ស្ថានភាពតាមស្ថានភាពដើមរក្សាភាពអត់ធ្មត់និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ JBC ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល2ឬ3សប្តាហ៍ខាងមុខដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរទី3ភាគីកម្ពុជាស្នើឲ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមកធ្វើយ៉ាងណាកុំឲ្យមានអរិភាពដូចព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2025ទី4កម្ពុជាមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលប៉ះទង្គិចនោះទេព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជាថៃភាគីទាំងពីរបានឯកភាពនិងទទួលយកនៅចំណុចទាំង4ខាងលើហើយកិច្ចចរចាត្រូវបានបញ្ចប់នៅវេលាម៉ោង 16:15 នាទីនាថ្ងៃដដែល